ចលនានាងជាទីមេត្រីប្រធានប្រសិទ្ធិលោកហ៊ុនសែនប្រកាសទុករយៈពេល24ម៉ោងឲ្យភាគីថៃដើម្បីធ្វើឲ្យស្ថានភាពតាមច្រកព្រំដែនវិលត្រឡប់ទៅស្ថានភាពដើមវិញបើមិនដូច្នេះទេកម្ពុជានឹងបិទការនាំចូលបន្លែនិងផ្លែឈើថៃនៅគ្រប់ច្រកព្រំដែនទាំងអស់នេះបើតាមការថ្លែងរបស់លោកហ៊ុនសែនក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅព្រឹកថ្ងៃទី16ខែមិថុនាឆ្នាំ2025នេះពាក់ព័ន្ធនឹងបញ្ហាព្រំដែនប្រធានព្រឹទ្ធសភាលោកហ៊ុនសែនបានប្រាប់ទៅប្រជាពលរដ្ឋថៃថាកុំបន្ទោសរដ្ឋាភិបាលកម្ពុជាតែត្រូវតែទៅតវ៉ាជាមួយទាហានថៃខ្លួនឯងព្រោះទាហានថៃជាអ្នកបិទព្រំដែនដោយឯកតោភាគីមិនមែនកម្ពុជាបិទមុននោះទេហើយថានេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃលើពីនេះលោកថាកុំតែមានការសន្ទនារវាងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតជាមួយនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថានទេកុំអីថ្ងៃនេះកម្ពុជានឹងបិទច្រកព្រំដែនទៅលើការនាំចូលបន្លែនិងផ្លែឈើចូលមកកម្ពុជារួចហើយក្នុងន័យនេះលោកថាកម្ពុជាបានសម្រេចពន្យាពេល24ម៉ោងហើយបើភាគីថៃមិនព្រមបើកច្រកព្រំដែនឲ្យដូចដើមទេនោះកម្ពុជានឹងបិទការនាំចូលបន្លែផ្លែឈើពីថៃគ្រប់ច្រកព្រំដែនចាប់ពីថ្ងៃទី17ខែមិថុនាតទៅវិវាទព្រំដែនកម្ពុជាថៃបានចាប់ផ្ដើមកើនកម្ដៅបន្ទាប់ពីទ័ពថៃបានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅតំបន់មុំបីស្រុកជាំខ្សានខេត្តព្រះវិហារនៅថ្ងៃទី28ខែឧសភាបន្ទាប់មកបញ្ហានេះត្រូវបានអ្នកនយោបាយថៃអូសរឿងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីមកពាក់ព័ន្ធផងដែរជាការឆ្លើយតបកម្ពុជាបានប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិហៅកាត់ ICJ ក្នុងសំណុំរឿងព្រំដែនពាក់ព័ន្ធថៃរំលោភបំពានប្រាសាទទាំង3នៅឯខេត្តឧត្តរមានជ័យនិងតំបន់មុំបីស្រុកជាំខ្សានខេត្តព្រះវិហារប៉ុន្តែភាគីថៃប្រកាសមានទទួលស្គាល់អំណាចយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយងាកមកដាក់សម្ពាធកម្ពុជាតាមគ្រប់មធ្យោបាយមានការចល័តទ័ពរថក្រោះសភាវុធទំនើបមកកាន់ព្រំដែនព្រមមានកាត់ផ្តាច់អគ្គិសនីសេវាអ៊ីនធឺណិតនិងបិទច្រកព្រំដែនដោយឯកតោភាគីជាដើមចលនានាងជាទីមេត្រីស្របពេលបញ្ហាព្រំដែនរវាងកម្ពុជាថៃមានការកើនឡើងនៅកម្ដៅថ្នាក់ដឹកនាំកម្ពុជាបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យពលករខ្មែរដែលធ្វើការនៅប្រទេសថៃត្រឡប់មកកម្ពុជាវិញក្តីតែពលករខ្លះមិនទាន់សម្រេចចិត្តត្រឡប់មកវិញនៅឡើយទេទោះបារម្ភពីការរើសអើងចាសសូមទស្សនាសេចក្តីរាយការណ៍របស់នាងខ្ញុំកៅមរកតដូចតទៅពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួនមិនទាន់សម្រេចចិត្តត្រឡប់មកប្រទេសកំណើតវិញតាមការអំពាវនាវរបស់មេដឹកនាំនៅឡើយទេទោះពួកគេបារម្ភពីការរើសអើងពីសំណាក់ប្រជាពលរដ្ឋថៃជុំវិញកម្ដៅព្រំដែនដែលបានផ្ទុះឡើងសារជាថ្មីទៀតក្រោយទាហានថៃបើកការបាញ់ប្រហារសម្លាប់ទាហានខ្មែរម្នាក់ឈរជើងនៅព្រំដែនជួរមុខក្នុងតំបន់មុំបីស្រុកជាំខ្សានខេត្តព្រះវិហារតាមរយៈការថ្លែងសារពិសេសមួយពីព្រឹទ្ធសភានៅព្រឹកថ្ងៃទី16ខែមិថុនានេះលោកហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកកណ្ដាលអំណាចនៅកម្ពុជាបានប្រកាសជាថ្មីដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឲ្យត្រឡប់មកប្រទេសកម្ពុជាវិញដោយមិនអាចនៅឲ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយបានឡើយខណៈការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃមកលើពលរដ្ឋកម្ពុជាកំពុងឡើងកម្ដៅលោកបន្តថាពលរដ្ឋខ្មែរដែលគ្មានលិខិតស្នាមអាចធ្វើដំណើរមកកម្ពុជាវិញបានគឺរដ្ឋាភិបាលកម្ពុជាទទួលយកទាំងអស់ដោយមិនត្រូវការលិខិតស្នាមនោះទេក្នុងករណីពលរដ្ឋខ្មែរដែលធ្វើការនៅថៃហើយគ្មានលិខិតស្នាមអាចទៅរកលិខិតស្នាមនៅឯស្ថានទូតឬកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃគឺអ្នកដែលត្រូវការគឺទៅរកលិខិតស្នាមនៅឯស្ថានទូតកម្ពុជានៅឯកុងស៊ុលកម្ពុជាដែលក្នុងនោះមានអនុពលនៃការងារផងដែរប៉ុន្តែសម្រាប់អ្នកដែលគ្មានលិខិតហើយដែលអាចធ្វើដំណើរមកបានកម្ពុជារាជរដ្ឋាភិបាលទទួលយកទាំងអស់មានឬគ្មានលិខិតឲ្យតែជនជាតិកម្ពុជាជនជាតិខ្មែរគឺយើងទទួលយកទាំងអស់ដោយមិនគិតថាមានលិខិតឬគ្មានលិខិតទេព្រោះយើងត្រូវតែទទួលយកពលរដ្ឋរបស់យើងត្រឡប់មកវិញកុំទុកឲ្យគេប្រមាថកុំទុកឲ្យគេធ្វើបាបព្រោះទង្វើនៅរាការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃទៅលើពលរដ្ឋពលករកម្ពុជាកំពុងបានឡើងកម្ដៅលោកហ៊ុនសែនបញ្ជាក់ថាបច្ចុប្បន្នឱកាសការងារនៅកម្ពុជានៅមានច្រើនកន្លែងណាស់ទាំងវិស័យឧស្សាហកម្មកសិកម្មនិងវិស័យសំណង់ដូច្នេះកុំបារម្ភរឿងខ្វះការងារធ្វើលោករ៉ានដានីជាពលករខ្មែរដែលកំពុងធ្វើការនៅខេត្តឈុនបុរីប្រទេសថៃបានឲ្យដឹងថាបច្ចុប្បន្នពួកគាត់ជួបការលំបាកដោយសារតែមានការរើសអើងពីសំណាក់ពលរដ្ឋថៃមួយចំនួនជាពិសេសម្ចាស់ផ្ទះដែលជាជនជាតិថៃប៉ុន្តែសម្រាប់ថៅកែដែលជាជនជាតិថៃពុំមានការរើសអើងឬបណ្ដេញពួកគាត់ចេញពីកន្លែងការងារនោះទេសម្រាប់លោកដានីរូបគាត់នៅមិនទាន់មានផែនការណាមួយក្នុងការត្រឡប់មកកម្ពុជាវិញនោះទេក្នុងស្ថានភាពដែលប្រទេសទាំងពីរបាននឹងកំពុងបន្តការចរចាទ្វេភាគីបច្ចុប្បន្នគឺពិបាកនៅព្រោះតែគេរើសអើងពុំចាស់
យើងនិយាយជូនតិចខ្មែរអញ្ចឹងមានការទូវត្តពីយើងទៅព្រោះអីខ្ញុំបារម្ភតង់ថាមានទូវត្តវាពីកាប់យើងទៅវាសម្រាប់ខ្មាំងមួយកាប់ការដោះដូរអីពីស្នូវិញមួយអានេះអាចកាត់ឡើងយើងអាចមិនអាចមើលទៅទេណាតែថាស្ថានភាពយើងនៅអាចចរចាគ្នាបាននៅនិយាយគ្នាបានខ្ញុំបកទៅអានេះដែលខ្ញុំមិនកាប់លើទៀតខាត បើតាមលោករ៉ានដានីការដែលលោកនៅបន្តធ្វើការជាធម្មតានៅប្រទេសថៃក្នុងស្ថានភាពបច្ចុប្បន្នដោយសារតែរូបលោកទៅតែបង់ប្រាក់បន្តវីសាធ្វើការងារនៅទីនោះណាមួយប្រាក់បៀវត្សក៏សមរម្យដែលលោកអាចរស់នៅបានលោកដានីសង្កេតឃើញថាពលករខ្មែរដែលត្រឡប់ទៅកម្ពុជាវិញភាគច្រើនជាពលករដែលធ្វើការនៅទីក្រុងបាងកកដោយសារតែនៅទីនោះមានក្រុមជ្រុលនិយមថៃច្រើនដែលធ្វើឲ្យពួកគាត់បារម្ភពីសុវត្ថិភាពបើរស់នៅឬបន្តធ្វើការនៅទីនោះ មន្ត្រីគម្រោងសិទ្ធិការងារពលករនៃអង្គការសង្ត្រាប្រចាំនៅប្រទេសថៃលោកលឹងសុផុនបានឲ្យដឹងថាស្ថានភាពរបស់ពលករខ្មែរនៅប្រទេសថៃនាពេលនេះគឺពុំមានអ្វីចោទនៅឡើយទេដោយពួកគេនៅបំពេញការងារជាធម្មតាស្របពេលដែលថៅកែនិងរដ្ឋាភិបាលថៃហាក់ពុំមានការរើសអើងណាមួយនៅឡើយតែយ៉ាងណាលោកថាពលករខ្មែរភាគច្រើនមានការព្រួយបារម្ភពីសុវត្ថិភាពខណៈមានការរើសអើងខ្លះៗពីសំណាក់ម្ចាស់ផ្ទះជួលជាជនជាតិថៃនិងពលរដ្ឋថៃមួយចំនួនតូចប៉ុន្តែពួកគាត់ថាអាចរស់នៅនិងបន្តធ្វើការបានលើកលែងតែពលករខ្មែរដែលធ្វើការនៅក្បែរតំបន់ព្រំដែនកម្ពុជាថៃតែម្ដងដែលគាត់បារម្ភខ្លាចមានការផ្ទុះអាវុធពីសំណាក់ក្រុមយោធាថៃទៅនាំគ្នាសម្រុកត្រឡប់ទៅកម្ពុជាវិញខ្ញុំមើលឃើញនៅខាងថៃរដ្ឋាភិបាលថៃហើយនឹងក្រសួងការងារថៃហ្នឹងក៏បានបង្ហាញពីទំនុកចិត្តបង្ហាញអំពីភាពកក់ក្ដៅដែរដោយសារតែខាងក្រសួងការងារហ្នឹងបានប្រកាសប្រាប់ឲ្យថាការវិលត្រឡប់ទៅជាជំរឿជាសិទ្ធិរបស់ប្រជាពលរដ្ឋរបស់បុគ្គលជាពលករបរទេសជាពិសេសគឺបងប្អូនប្រជាពលរដ្ឋខ្មែរតែម្ដងតែការរស់នៅតការធ្វើការតនេះគឺជាសិទ្ធិដែលពួកគាត់នៅធ្វើការបានពីព្រោះនៅខាងថៃគេមិនទាន់មានការបណ្ដឹងចេញដល់ដំណាក់កាលលុបចោលនៅ MOU របស់ពលករខ្មែរអញ្ចឹងណាបាទបើតាមការសាកសួរពលករខ្មែរដែលរស់នៅនិងធ្វើការនៅប្រទេសថៃលោកសុផុនបានទទួលចម្លើយថាការរស់នៅនិងធ្វើការនៅប្រទេសថៃគឺពួកគាត់ទទួលបានប្រាក់បៀវត្សសមរម្យដែលអាចរស់នៅនិងបង់សងធនាគារបានបើទោះជាប្រាក់ឈ្នួលមិនខ្ពស់ដោយបណ្ដាប្រទេសផ្សេងៗទៀតផងខ្ញុំបានលើកឡើងនឹងថាស្ថានភាពបែបនេះកន្លែងខ្លះយើងមើលឃើញចំណុចវិជ្ជមានច្រើនកន្លែងខ្លះយើងឃើញវិជ្ជមានដែរចំពោះការរស់នៅនិងធ្វើការរបស់បងប្អូនអញ្ចឹងណាតែកត្តាសំខាន់យើងត្រូវស្វែងរកសុវត្ថិភាពផ្ទាល់ខ្លួនផងហើយនឹងស្ថិរភាពការងាររបស់យើងផងដើម្បីជាការទំនួលខុសត្រូវរបស់យើងដែលជាអ្នកជាឪពុកជាម្ដាយរបស់គេហើយជាជំរឿរបស់យើងអានឹងការទៅត្រឡប់ទៅវិញតាមដែលរដ្ឋាភិបាលប្រកាសអានឹងក៏ជាជំរឿរបស់យើងដែរហើយនឹងការនៅក៏ជាសិទ្ធិរបស់ប្រជាពលរដ្ឋនៅថៃដែរហើយនឹងខ្ញុំសូមឲ្យបងប្អូននឹងគិតពិចារណាឲ្យបានច្បាស់លាស់ហើយនឹងតាមដានព័ត៌មានតាម TikTok ក្តីតាមអីក្តីប៉ុន្តែយើងត្រូវតាមដានព័ត៌មានរបស់រដ្ឋដើម្បីបញ្ជាក់ឲ្យច្បាស់ថាតើស្ថានភាពបែបនេះយើងគួរសម្រេចចិត្តធ្វើអិរិយាបថបែបណាអញ្ចឹងណាបាទសម្រាប់ស្ថានភាពនៅតាមព្រំដែនកម្ពុជាថៃនារយៈពេលចុងក្រោយនេះគេសង្កេតឃើញមានពលករខ្មែរជាច្រើនបានសម្រុកវិលមកប្រទេសកម្ពុជាវិញខណៈពលរដ្ឋថៃដែលធ្វើការនៅតាមព្រំដែនទឹកដីកម្ពុជាក៏ត្រឡប់ទៅកាន់ប្រទេសថៃវិញមួយចំនួនផងដែរសម្រាប់ប្រធានក្រុមប្រឹក្សាជាតិតស៊ូលោកសំរងស៊ីបានបង្ហោះសារនៅលើទំព័រ Facebook របស់លោកនៅថ្ងៃនេះដែលថាពលករខ្មែរទៅធ្វើការនៅថៃមានប្រហែល2លាននាក់ដើម្បីសុវត្ថិភាពសូមបងប្អូនត្រឡប់ទៅកម្ពុជាផ្ទះរបស់យើងមួយរយៈសិនប៉ុន្តែសម្រាប់អ្នកខ្លំមើលសង្គមនិងអ្នកនយោបាយក្រៅរដ្ឋាភិបាលវិញធ្លាប់បានសម្ដែងការព្រួយបារម្ភខ្លាចកើតមានវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរប្រសិនបើទំនាស់ព្រំដែនកម្ពុជាថៃកាន់តែរីករាលដាលមិនអាចដោះស្រាយបានហើយពលករខ្មែរជាង1លាននាក់នៅប្រទេសថៃត្រឡប់មកកម្ពុជាវិញលោកបណ្ឌិតសេងសារីអ្នកវិភាគពីបញ្ហានយោបាយនិងសង្គមនឹងធ្លាប់សារភាពថាធ្លាប់ធ្វើជាចារកម្មឲ្យលោកហ៊ុនសែនច្រើនឆ្នាំនោះបានចាត់ទុកពលករចំណាក់ស្រុកកម្ពុជាប្រមាណ2លាននាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃទាំងស្របច្បាប់និងមិនស្របច្បាប់ថាជាចំណុចខ្សោយរបស់កម្ពុជាលោកបាននិយាយថាប្រសិនបើទំនាក់ទំនងកម្ពុជាថៃកាន់តែតានតឹងនោះថៃអាចបង្ខំឲ្យពលករខ្មែរខុសច្បាប់វិលត្រឡប់មកកម្ពុជាវិញហើយពេលនោះកម្ពុជានឹងប្រឈមនឹងវិបត្តិ
គ្មានការងារធ្វើសម្រាប់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបានអះអាងថាក្រសួងបានត្រៀមរួចរាល់ទាំងការផ្តល់ឱកាសការងារនិងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋនិងពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញក្នុងពិធីបើកការប្រារព្ធទិវាអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈកាលពីថ្ងៃទី15ខែមិថុនាម្សិលមិញរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកហេងសួរមានប្រសាសន៍ថាបច្ចុប្បន្នក្រសួងមានឱកាសការងារចំនួន230000កន្លែងនិងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈមាន1.500,000កន្លែងដែលករណីនេះកម្ពុជាអាចជួយដល់ប្រជាពលរដ្ឋនិងពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញបានយើងមានបងប្អូនយើងនៅទីនោះបែរជា1លានជាងអ្នកឥឡូវនេះយើងមានកម្មវិធីបណ្ដុះបណ្ដាលរបស់យើង1លាន500,000នាក់អញ្ចឹងបើសិនជាករណីណាមួយដែលបងប្អូនចង់វិលត្រឡប់មកវិញបងប្អូនចង់ស្វែងរកការងារធ្វើក៏បានដោយតែក្រសួងបានបញ្ជាក់ជូនយកមិញអញ្ចឹងឥឡូវនេះនៅទូទាំងប្រទេសយើងគិតត្រឹមម៉ោង6ថ្ងៃម្សិលមិញយើងមានការងារជាង230000កន្លែងនៅក្នុងប្រទេសរបស់យើងហើយក្រសួងនឹងបន្តសម្រាប់ជំនួសប្រមូលព័ត៌មាននេះបន្ថែមទៀតដែលវាអាចសមល្មមសម្រាប់ទទួលយកបងប្អូនប្រជាពលរដ្ឋយើងដែលចង់វិលត្រឡប់មកវិញវិវាទព្រំដែនកម្ពុជាថៃបានចាប់ផ្ដើមកើនកម្ដៅបន្ទាប់ពីទ័ពថៃវាយឆ្មក់ចូលបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅតំបន់មុំ3ស្រុកចំខ្សានខេត្តព្រះវិហារនៅថ្ងៃទី28ខែឧសភាបន្ទាប់មកបញ្ហានេះត្រូវបានអ្នកនយោបាយថៃអូសរឿងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីមកពាក់ព័ន្ធផងដែរកម្ដៅវិវាទព្រំដែនកម្ពុជាថៃហាក់មានភាពតានតឹងឡើងបន្ថែមទៀតក្រោយភាគីថៃដាក់សម្ពាធកម្ពុជាតាមរយៈការបិទព្រំដែនដោយឯកតោភាគីការគំរាមកាត់ផ្តាច់អគ្គិសនីសេវាអ៊ីនធឺណិតព្រមទាំងការចល័តទ័ពមកឈរជើងតាមព្រំដែនជាដើមនាងខ្ញុំកៅមរកត VOD ចលនានាងជាទីមេត្រីរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិបានប្រកាសច្រានចោលព័ត៌មានដែលថាថៃនឹងលុបវាយឆ្មក់មកលើកម្ពុជានៅវេលាយប់នេះដោយចាត់ទុកថាការផ្សព្វផ្សាយនោះជាព័ត៌មានមិនពិតនិងអំពាវនាវឲ្យពលរដ្ឋកម្ពុជារក្សាភាពស្ងៀមស្ងាត់ទទួលយកតែប្រភពផ្លូវការរបស់រដ្ឋាភិបាលក្រសួងការពារជាតិកម្ពុជានិយាយលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី16ខែមិថុនានេះថាក្រសួងសូមបដិសេធព័ត៌មានដែលបានលើកឡើងថាថៃត្រៀមឈ្លានពានកម្ពុជានៅថ្ងៃនេះជារឿងដែលមិនពិតក្រសួងការពារជាតិបញ្ជាក់ក្នុងន័យដើមថាសូមបងប្អូនប្រជាពលរដ្ឋមេត្តារក្សាភាពស្ងៀមស្ងាត់និងទទួលយកព័ត៌មានតែពីប្រភពផ្លូវការការច្រានចោលរបស់ក្រសួងការពារជាតិនេះក្រោយគេហទំព័រ Facebook មួយឈ្មោះរមណីយដ្ឋានសង្គ្រាម The War Resort បានផ្សព្វផ្សាយថាបើយោងតាមចារកម្មខ្មែរនៅថៃបានជូនដំណឹងថាថៃត្រៀមឈ្លានពាននៅម៉ោង2ថ្ងៃនេះឬលួចវាយឆ្មក់នៅយប់នេះសូមប្រុងប្រយ័ត្នចំនួនព្រំដែនកម្ពុជាថៃបានកក្រើកឡើងវិញជាថ្មីទៀតចាប់ពីថ្ងៃទី28ខែឧសភាឆ្នាំ2025ខណៈដែលទាហានថៃបានបើកការបាញ់ប្រហារទៅលើលេនដ្ឋានកងទ័ពកម្ពុជានៅព្រំដែនជួរមុខក្នុងតំបន់មុំ3ស្រុកចំខ្សានខេត្តព្រះវិហារបណ្ដាលឲ្យទាហានខ្មែរម្នាក់ស្លាប់គឺលោកព្រិនបាលអាយសួនរោនបញ្ហានេះកាលពីថ្ងៃទី15ខែមិថុនានេះកម្ពុជាប្តឹងថៃជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងសំណុំរឿងព្រំដែនលើទីតាំងចំនួន4ចំណុចមានប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3នៃព្រំប្រទល់ឡាវថៃនិងកម្ពុជាយ៉ាងណាភាគីថៃវិញបានប្រកាសដាច់ខាតមិនទទួលស្គាល់នៅអំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ ICJ មួយនេះទេដោយទាមទារឲ្យកម្ពុជាបន្តប្រើយន្តការទ្វេភាគីដើម្បីដោះស្រាយបញ្ហានេះជាការឆ្លើយតបមេដឹកនាំកម្ពុជាលោកហ៊ុនសែនបានអះអាងនៅថ្ងៃទី13ខែមិថុនាឆ្នាំ2025ថាតំបន់ទាំង4ដែលកម្ពុជាប្តឹងនេះទោះចរចាទ្វេភាគីជាមួយថៃ100ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរលើពីនេះលោកថាការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្គ្រាមនោះឡើយតែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជានៅការបង្ហូរឈាមនាពេលអនាគតផ្ទុយទៅវិញលោកថាការកិច្ចវេះណាមួយមិនហ៊ានចូលតាមផ្លូវតុលាការអន្តរជាតិ ICJ វាមានន័យថាស្មើជាមួយនឹងការប្រព្រឹត្តបទល្មើសនិងជាការមិនគោរពច្បាប់ក្នុងសណ្ដាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់